តគ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបដូរលេខកូដ account រូបប្លុករបស់អ្នកទាំងអស់គ្នាពីចាស់មកថ្មីអញ្ចឹងអ្នកទាំងអស់គ្នាចុចតាមខ្ញុំមកចុចកន្លែងពាក្យថាមន់នេះបន្ទាប់មកអស់មកក្រោមអ្នកទាំងអស់គ្នានឹងឃើញពាក្យថា setting អ្នកទាំងអស់គ្នាចុចពាក្យ setting នឹងមកអ្នកទាំងអស់គ្នាចុចកន្លែងលើគេនេះបន្ទាប់មកអ្នកទាំងអស់គ្នាចុចកន្លែងពាក្យថា password ចុចកន្លែងសរសេរនេះមកនេះចឹងទី1នេះជា password ចាស់របស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាដាក់ដំបូងហើយនេះជា password ថ្មីដែលអ្នកទាំងអស់គ្នាត្រៀមនឹងដាក់ហើយនេះវិញជា password ថ្មីដាក់ដែលអ្នកទាំងអស់គ្នាត្រៀមនឹងដាក់ដែរចឹងអ្នកទាំងអស់គ្នាខ្ញុំបានវាយលេខកូដរបស់ខ្ញុំហើយពេលដែលអ្នកទាំងអស់គ្នាវាយអាទី2នេះត្រូវវាយឲ្យដូចគ្នាចំណែកឲ្យទីលើគេនេះអ្នកគ្នាវាយលេខកូដចាស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាបានដាក់អញ្ចឹងថាខ្ញុំបានវាយហើយខ្ញុំពេលដែលយើងវាយហើយយើងចុចពាក្យថា updateចឹងវានឹងចេញមកហើយបាទគឺថាវីដេអូយើងមានតែប៉ុណ្្នឹងទេបាយបាយអ្នកទាំងអស់គ្នាបាទ